ព្រឹត្តិការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតប្រចាំសប្តាហ៍ប្រធានាធិបតីដូណាល់ត្រាំប្រកាសផ្អាករាល់ប្រតិបត្តិការយោធាប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់រយៈពេល5ថ្ងៃដើម្បីបើកផ្លូវឲ្យមានការទូតជាមួយនឹងអ៊ីរ៉ង់ចំណែកឯទីក្រុងតេហេរ៉ង់ក៏បានទើបតែតែងតាំងអិសរាជជនយោធាដ៏មានឥទ្ធិពលម្នាក់ឲ្យកាន់តួនាទីសន្តិសុខកំពូលជំនួសអតីតមន្ត្រីដែលបានបាត់បង់ជីវិតតើនេះគឺជាសញ្ញានៃការចោះសម្រងឬក៏ជាយុទ្ធសាស្ត្រពន្យាពេលក្នុងរយៈពេលប្រមាណសប្តាហ៍ចុងក្រោយនេះស្ថានភាពនៅមជ្ឈមបូព៌ាបានឈានទៅដល់ចំណុចរបត់ដ៏តានតឹងបំផុតបន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយកំជ្រួចនិងយន្តហោះចម្បាំងកាលពីព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះសារសម្លេងចេញពីសតវិមានបានផ្លាស់ប្ដូរទិសដៅយ៉ាងគំហុកលោកដូណាល់ត្រាំបានបង្ហោះតាមបណ្ដាញសង្គមត្រឹសសរដោយបង្ហាញពីក្តីសង្ឃឹមចំពោះដំណោះស្រាយពេញលេញទោះបីជាយ៉ាងណាក៏ដោយនៅក្នុងផ្ទៃក្នុងប្រទេសអ៊ីរ៉ង់មានការផ្លាស់ប្ដូររចនាសម្ព័ន្ធដឹកនាំសន្តិសុខនិងកំពុងត្រូវបានគេមើលឃើញថាជាការរៀបចំជួរទ័ពជាថ្មីដើម្បីឆ្លើយតបទៅនឹងសម្ពាធពីខាងក្រៅយោងតាមរបាយការណ៍ចុងក្រោយអ៊ីរ៉ង់បានសម្រេចតែងតាំងលោកមហាម៉ាត់បាហ្គឺសូហ្គាតដែលជាអតីតមេបញ្ជាការជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ឲ្យធ្វើជាលេខាធិការថ្មីនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលការតែងតាំងនេះកើតឡើងបន្ទាប់ពីលោកអាលីឡាលីចានីអតីតលេខាធិការសន្តិសុខបានបាត់បង់ជីវិតក្នុងការប៉ះទង្គិចតាមអាកាសកាលពីសប្តាហ៍មុនស្របពេលជាមួយគ្នានេះលោកដូណាល់ត្រាំបានប្រកាសសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានឈានទៅដល់ការសន្ទនាដ៏ល្អនិងមានផ្លែផ្កាក្នុងរយៈពេល2ថ្ងៃកន្លងមកលោកបានបញ្ជាឲ្យមន្ទីរបញ្ចកោណផ្អាកការវាយលុកលើរោងចក្រអគ្គិសនីនិងហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អ៊ីរ៉ង់ជាបណ្ដោះអាសន្នសិនលោកត្រាំបានបញ្ជាក់ថាបេសកជនសន្តិភាពលោក Steve Witkoff និងលោក Jared Kushner កំពុងបំពេញការងារយ៉ាងសកម្មជាមួយភាគីដែលពាក់ព័ន្ធដើម្បីស្វែងរកច្រកចេញប៉ុន្តែភាពជាក់ស្ដែងនៅលើដីហាក់មានភាពផ្ទុយគ្នាទៅវិញនៅរុស្ស៊ីថ្ងៃច័ន្ទអារ៉ាប់រួមបានរាយការណ៍ពីការព្យាយាមចាប់ស្ទាក់ដ្រូនដែលចេញពីទិសដៅអ៊ីរ៉ង់ចំណែកឯនៅប្រទេសលីបង់វិញភាពតានតឹងផ្នែកការទូតបានផ្ទុះឡើងនៅពេលដែលរដ្ឋាភិបាលទីក្រុងប៉េរូបានបញ្ជាឲ្យតំណាងការទូតអ៊ីរ៉ង់ចាក់ចេញពីប្រទេសដោយប្រកាសថាជាបុគ្គលមិនត្រូវបានស្វាគមន៍ប្រតិកម្មជុំវិញការប្រកាសរបស់លោកត្រាំមានភាពចម្រូងចម្រាសគ្នាជាខ្លាំងទូតទស្សន៍រដ្ឋអ៊ីរ៉ង់បានចេញមុខបដិសេធភ្លាមៗថាមិនមានការចរចាជាផ្លូវការណាមួយកំពុងប្រព្រឹត្តទៅបាននោះទេប្រធានសភាអ៊ីរ៉ង់លោកមហាម៉ាត់បាហ្គឺកាលីហ្វាថែមទាំងបានហៅព័ត៌មាននៃការចរចានេះគឺជាព័ត៌មានคล้ายៗទៀតផងដោយឡែកប្រធានាធិបតីអ៊ុយក្រែនលោក Zelensky បានបញ្ចេញមតិយ៉ាងមុតស្រួចតាមបណ្ដាញសង្គម X ថាខ្លួនមានភស្តុតាងដែលរុស្ស៊ីកំពុងផ្ដល់ព័ត៌មានសម្ងាត់តាមប្រព័ន្ធអេឡិចត្រូនិកដល់អ៊ីរ៉ង់ដើម្បីជួយឲ្យមានការការពារខ្លួនរបស់អ៊ីរ៉ង់កាន់តែមានប្រសិទ្ធភាពនៅអាស៊ីប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នផ្នែកថាមពលដោយសារតែមានការបិទច្រកសមុទ្រ Hormuz បានធ្វើឲ្យមានការផ្គត់ផ្គង់ប្រេងក្នុងតំបន់រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរតាមការវិភាគរបស់អ្នកជំនាញភូមិសាស្ត្រនយោបាយការផ្អាកវាប្រហាររយៈពេល5ថ្ងៃនេះគឺជាល្បែងចិត្តសាស្ត្រដ៏សំខាន់មួយយ៉ាងទៀតលោកត្រាំចង់បង្ហាញឲ្យពិភពលោកដឹងថាលោកកំពុងផ្ដល់ឱកាសឲ្យសន្តិភាពប៉ុន្តែម្យ៉ាងទៀតវាគឺជាការផ្ដល់ពេលឲ្យកងទ័ពអាមេរិកនិងអ៊ីស្រាអែលរៀបចំផែនការថ្មីបន្ទាប់ពីកម្ចាត់អ្នកដឹកនាំកម្ពុជារបស់អ៊ីរ៉ង់ជាបន្តបន្ទាប់ការតែងតាំងលោកសូហ្គាដែលជាមន្ត្រីខ្សែស្រឡាយយោធានិយមឲ្យដឹកនាំសន្តិសុខជាតិបង្ហាញថាអ៊ីរ៉ង់មិនទាន់បង្ហាញខ្លួនចោះចាញ់ដោយងាយស្រួលនោះទេការបដិសេធរបស់អ៊ីរ៉ង់ចំពោះការចរចាខណៈដែលលោកត្រាំអះអាងថាមានវឌ្ឍនភាពអាចជានិន្នាការទូតដ៏សម្ងាត់ដែលភាគីទាំងពីរមិនទាន់ចង់ទម្លាយឲ្យសាធារណជនបានដឹងដើម្បីរក្សាមុខមាត់រៀងៗខ្លួនតើមានអ្វីកើតឡើងបន្ទាប់ពីផុតកំណត់5ថ្ងៃនេះសេណារីយ៉ូទី1នោះគឺប្រសិនបើកិច្ចប្រជុំនៅទីក្រុងហ៊ីស្លាបាដារវាងលោកជេឌីវ៉ែននិងមន្ត្រីអ៊ីរ៉ង់ទទួលបានលទ្ធផលយើងនឹងអាចឃើញការបើកច្រកសមុទ្រ Hormuz ឡើងវិញដែលនឹងធ្វើឲ្យតម្លៃប្រេងចុះក្រោម$100ជាស្ថិរភាពសេណារីយ៉ូទី2ប្រសិនបើអ៊ីរ៉ង់នៅតែបន្តបដិសេធការចរចាហើយបន្តសកម្មភាពយោធាតាមរយៈក្រុមសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលអាចនឹងបង្កើនទម្ងន់នៃការវាយប្រហារទ្វេដងលើមជ្ឈមណ្ឌលបញ្ជាការនិងទីតាំងកាំជ្រួចបាល់លីស្ទិកដោយដែលបានលើកឡើងនៅកណ្ដាលទីក្រុងតេហេរ៉ង់កាលពីសប្តាហ៍មុនសរុបមកជម្លោះនៅក្នុងមជ្ឈមបូព៌ាបានឈានដល់ផ្លូវបំបែកដ៏គ្រោះថ្នាក់បំផុតរយៈពេល5ថ្ងៃដែលលោកត្រាំបានកំណត់នឹងក្លាយជាខ្នាតវាស់ស្ទង់ថាតើកិច្ចសន្ទនាអាចឈ្នះការប្រើប្រាស់កម្លាំងបាយបានដែរឬទេពិភពលោកកំពុងតាមដានមើលយ៉ាងអន្ទះសារខណៈដែលជីវភាពរស់នៅរបស់ប្រជាជនរាប់លានអ្នកកំពុងរងឥទ្ធិពលពីវិបត្តិថាមពលនេះតើបងប្អូនយល់យ៉ាងណាដែរសូមបញ្ចេញមតិយោបល់របស់បងប្អូននៅខាងក្រោមវីដេអូនេះហើយសូមកុំភ្លេចជួយចុច like និង share និងកុំភ្លេចជួយចុច subscribe ផងដើម្បីកុំឲ្យខកខាននៅព័ត៌មានថ្មីៗជាបន្តទៀត